ប្អូនដែលមានផ្លែឈើសល់នៅក្នុងទូអត់ដឹងធ្វើអីបងប្អូនជាពិសេសផ្លែចេកសកានេះក៏ផ្លែឈើអីក៏បានដែរដែលបងប្អូនចូលចិត្តហើយជាពិសេសដែលមានកូនអត់សូវចូលចិត្តញ៉ាំផ្លែឈើអញ្ចឹងហើយយើងអាចច្នៃមកធ្វើនំនេះបានណានំនេះអត់មានត្រូវការគ្រឿងផ្សំអីច្រើនទេបងប្អូនហើយធានាថាក្មេងៗប្រកាសជាចូលចិត្តមែនតើដោយសារនំនឹងវាល្មួតឆ្ងាញ់ហើយវាឈ្ងុយទឹកដោះគោនិងផ្លែឈើទៀតនិយាយទៅនំនឹងបើថាក្មេងៗបានញ៉ាំហើយប្រកាសជាជាប់ចិត្តទេដោយសារវាអត់សូវផ្អែមទលាន់ខ្លាំងទេអញ្ចឹងអត់ភ័យខ្លាចមានជាតិស្ករមានអីទេព្រោះសារវាមានចេញជាតិពីផ្លែឈើស្រាប់ណាហើយនំនឹងគ្រឿងផ្សំគេអត់ច្រើនទេបងប្អូនត្រូវការតែទឹកដោះគោស្រស់ទឹកដោះគោខាប់ក៏ដូចជាពងមាន់និងផ្លែឈើតាមចំណង់ចំណូលចិត្តរបស់បងប្អូនណានិយាយទៅបងប្អូនធ្លាប់ញ៉ាំនំខារ៉ាមែលក៏ដូចជានំសាំងខ្យាអីគឺស្តៀងគ្នាបងប្អូនគាត់ថានេះយើងច្នៃដាក់ផ្លែឈើពីលើអញ្ចឹងណាហើយក្មេងៗគឺគាត់ញ៉ាំបានមែនតើជាពិសេសកុមារតូចៗដែលគាត់រើសចំណីអត់សូវចូលចិត្តញ៉ាំផ្លែឈើអីអាចសាកល្បងមកធ្វើនំនេះបានហើយសាច់នំគេឡើងល្មួតពេលញ៉ាំទៅវាមានជាតិឈ្ងុយជាមួយនឹងផ្លែចេកជូរអីអញ្ចឹងបងប្អូន